ខេត្តដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជារបស់យើងណាពុកម៉ែបងប្អូនគឺខេត្តមណ្ឌលគិរីហើយរូបភាពដែលពុកម៉ែបងប្អូនបានមើលពីលើនេះគឺជាក្រុងសែនមនោរម្យណានៅក្នុងខេត្តមណ្ឌលគិរីហើយកន្លែងនេះគឺកន្លែងគោព្រៃវងមូគោព្រៃពុកម៉ែបងប្អូនទស្សនវិជ្ជាដែលយើង view ពីលើទៅឃើញថាក្រុងសែនមនោរម្យមានផ្ទះប្រជាជនច្រើនគួរសមដែរហើយនៅកន្លែងហ្នឹងបើយើងស៊ូមអីយ៉ាងធំបន្តិចយើងនឹងឃើញមានភ្នំមួយហើយគឺភ្នំដោះកមុំនៅខាងនេះដៃនេះពុកម៉ែបងប្អូនភ្នំនេះគេថាភ្នំដោះកមុំភ្នំហ្នឹងមិនសូវជាខ្ពស់ប្រហែលទេពុកម៉ែបងប្អូននេះរូបភាពបែបនេះពុកម៉ែបងប្អូនអាចឃើញបានអាចមើលបានជាប់លេខ1ពុកម៉ែបងប្អូនខេត្តហ្នឹងគឺធំផ្ទៃដីធំជាងគេហើយជាប់លេខ1ហើយពុកម៉ែបងប្អូនយើងទៅមើលខេត្តមួយទៀតគឺជាខេត្តកំពង់ធំយើង view ពីលើដូចគ្នាពុកម៉ែបងប្អូននេះខ្ញុំ view ទស្សនីយភាពឲ្យពុកម៉ែបងប្អូនមើលហើយអា Q ពណ៌រៀងស្រាយនេះស្រាយនេះគឺជាក្រុងគឺជាទន្លេគឺជាស្ទឹងសែនណាពុកម៉ែបងប្អូនស្ទឹងសែនពណ៌រៀងស្រាយហ្នឹងហើយនេះស្ពានកាត់ស្ទឹងសែនក្រុងស្ទឹងសែននេះរាប់ចាប់ពីនេះមកនេះឃើញមានផ្ទះប្រជាជនច្រើនកកនៅហ្នឹងណាខ្ញុំស៊ូមឲ្យកន្លែងកំពង់មូកន្លែងនេះមានអាគារហើយមានរោងចក្រមានអីច្រើនដែរនៅកន្លែងហ្នឹងនេះសុទ្ធតែជាផ្ទះហើយផ្ទះបងប្អូនណាខ្លះនៅក្រុងស្ទឹងសែនជួយខមមិនម្នាក់មួយផងហើយយើងទៅមើលខេត្តផ្សេងទៀតបងប្អូនផ្ទះបងប្អូននៅម្ដុំណានៅក្នុងក្រុងស្ទឹងសែនហើយយើងទៅមើលមួយទៀតគឺខាងព្រះវិហារបងប្អូននេះគឺជាក្រុងព្រះវិហារណាដែលយើងមើលពីលើអាកាសដូចគ្នាបងប្អូននេះក្រុងព្រះវិហារមើលទៅផ្ទះអត់សូវញឹកដូចនៅខាងកំពង់ធំហើយនិងខាងមណ្ឌលគិរីមិញទេព្រះវិហារហើយផ្ទះក៏វាអត់សូវចៀតវាអត់សូវណែនាំតាមតាប់ហើយបើសិនជាអាគារធំហើយរោងចក្រធំក៏អត់សូវមានដែរបើសិនជាធៀបទៅនឹងខាងកំពង់ធំមិញអានេះខ្ញុំស៊ូមវារៀងគៀកបន្តិចណាបងប្អូនបាទហើយកន្លែងនេះគឺព្រះវិហារ town គេដាក់អញ្ចឹង CA hour នេះបន្ទាយបាទហើយកន្លែងនេះផ្ទះកន្លែងមានផ្លូវច្រើនណាបងប្អូនណាខ្លះនៅកំពង់ធំជួយ comment ម្នាក់មួយផងកន្លែងនេះគឺសាលាខេត្តនេះបងប្អូននេះសាលាខេត្តនៅម្ដុំនេះណាខ្ញុំ view ឲ្យមើលសាលាខេត្តម្ដងទៀតអានេះយើង view ទស្សនីយភាពពីលើទៅកម្ពស់ប្រហែលជា1គីឡូដីណាពីលើមេឃចុះទៅក្រោមតាមរយៈ Google Earth កន្លែងនេះគឺប្រៀបដូចកន្លែងនេះជាបឹងឯងបងប្អូនមែនទេបឹងឯងនេះសាលាខេត្តនៅកន្លែងនេះសាលាខេត្តណាព្រះវិហារProvince Hall បាទឥឡូវយើងចេញពីក្រុងព្រះវិហារយើងទៅមើលក្រុងបាត់ដំបងវិញម្ដងបងប្អូននេះគឺជាក្រុងបាត់ដំបងលោកតាដំបងកញ្ញុងបងប្អូនផ្ទៃដីខ្ទង់11700គីឡូម៉ែត្រវាខុសត្រូវគ្នាតិចតួចណាបងប្អូនហើយកន្លែងនេះគឺកន្លែងសាលាខេត្តទេបងប្អូនសាលាខេត្តបាត់ដំបងកណ្ដាលនេះអីគេនេះបងប្អូនកន្លែងនេះសំពៅមាសមិនមែនបាត់ដំបងទេបងប្អូនម្ដងទៀតនេះកន្លែងនេះបាត់ដំបងនេះបងប្អូនបាត់ដំបងតែយើងមើលពីលើទៅក្រុងបាត់ដំបងមិញចូលពោធិ៍សាត់ទេឥឡូវយើងមើលបាត់ដំបងសិនដោយសារខ្ញុំនិយាយពីបាត់ដំបងកន្លែងនេះគឺកន្លែងលោកតាដំបងកញ្ញុងនេះកន្លែងនេះមិញនេះ baby មកញញ៉ៃបងប្អូនមកញញ៉ៃបន្តិចបាទហើយកន្លែងនេះគឺជាស្ទឹងសង្កែបងប្អូននេះស្ពានឆ្លងកាត់នេះដែលចេញពីលោកតាដំបងកញ្ញុងមកត្រូវឆ្លងកាត់ស្ទឹងសង្កែស្ពានណាស្ពានចាស់កន្លែងស្ពានសាងសង់ថ្មីដើម្បីមកកាន់សាលាខេត្តកន្លែងហ្នឹងគឺមានស្ពានច្រើនដែរនេះបងប្អូនស្ពានខ្លីៗខ្ទង់ប្រហែលជា30-40ម៉ែត្រឯបើតាមស្មានព្រោះខ្ញុំអាសាទៅដែរបាត់ដំបងនេះកន្លែងលោកតាដំបងកញ្ញុងនៅកន្លែងនេះខ្ញុំស៊ូមឲ្យមកគៀកបន្តិចទីតាំងហ្នឹងអូខេអញ្ចឹងបងប្អូនណានៅក្រុងបាត់ដំបងជួយ comment ម្នាក់ផងនិយាយពីផ្ទះវិញច្រើនណាស់ឡើងញឹកស្អីតែម្ដងបងប្អូនក្រុងបាត់ដំបងធំសូម្បីតែមងអស័យវិញគឺប៉ុណ្ណាណៃកន្លែងនេះគឺភូមិអូចាបងប្អូនភូមិអូចាហើយព្រះនរាយដៃ8ក៏នៅក្បែរហ្នឹងដែរនៅក្នុងភូមិអូចាហ្នឹងឯងអូខេយើងមកមើលពោធិ៍សាត់វិញម្ដងបងប្អូននេះគឺជាក្រុងពោធិ៍សាត់ណានេះបងប្អូនឃើញវត្តសំពៅមាសដែលខ្ញុំមើលពីដំបូងមិញឯងកន្លែងហ្នឹងគឺវត្តសំពៅមាសហើយនេះបន្ទាយដីប៉ាកូដាហើយកាត់ស្ទឹងដូចគ្នាខេត្តយើងមានប្រហែលខេត្តទេភាគច្រើនគឺនៅក្បែរទន្លេទន្លេបងប្អូនហើយដៃស្ទឹងវត្តសំពៅមាសកន្លែងនេះគេធ្វើចេញពីហលពីអាគារនេះមកកាន់ដីតួកដានេះហើយបងប្អូនអ្នកនៅពោធិ៍សាត់ជួយ comment ម្នាក់ផងហើយផ្ទះនៅកន្លែងណាដែរនេះក្រុងពោធិ៍សាត់ផ្ទះដូចជារៀងតិចជាងបាត់ដំបងមិញច្រើនណាឡើងញឹកស្អីតែម្ដងនេះបងប្អូននេះគឺបាត់ដំបងម៉ែថ្លៃណយឡើងប៉ុណ្ណានៃនេះក្រុងបាត់ដំបងអូខេអញ្ចឹងមាន5ខេត្តធំណាលេខ1លេខ2លេខ3លេខ4លេខ5នៅក្នុងប្រទេសខ្មែរយើងពុកម៉ែបងប្អូនចង់មើលខេត្តណាទៀត comment ពីក្រោមមកខ្ញុំធ្វើវីដេអូបន្ថែមឲ្យអរគុណច្រើន